ពេញចិត្តណាស់បងវិរៈកងទ័ពកម្ពុជារបស់ខ្ញុំថ្ងៃនេះបងបានកំទេចកំភ្លើងធំ155មីលីម៉ែត្ររបស់ចៅសៀមនៅចន្លោះភ្នំប៉ោយនិងប្រាសាទខ្នារចំនួន4គ្រឿងថ្ងៃទី25ខែធ្នូឆ្នាំ2025នាប្រលប់នេះស្ថានភាពនៅព្រំដែនហាក់បីដូចជាមានភាពស្ងប់ស្ងាត់បន្តិចហើយជាពិសេសគឺនៅទិសប្រាសាទព្រះវិហារព្រោះតែនៅតំបន់សមរភូមិទិសប្រាសាទព្រះវិហារនេះតាំងពីប្រលើមកសៀមធ្វើការសម្រុកខ្លាំងមែនទែនដើម្បីគោលបំណងចង់ឈ្លានពានកាន់កាប់នៅទីតាំងនោះប៉ុន្តែរហូតមកទល់ពេលនេះកម្ពុជាបាននឹងកំពុងតែឈរជើងយ៉ាងរឹងមាំនៅឡើយបើតាមអ្នកយកព័ត៌មានគួរឲ្យទុកចិត្តបាននៅឯជួរមុខបានបង្ហើបប្រាប់ផងដែរថា BM21 របស់កម្ពុជាបានសង្គ្រោះលើពួកវាយ៉ាងដំណំផងដែរហើយយើងនៅតែបន្តតាមដានមើលថាតើពួកវាបំរុងនឹងមានផែនការធ្វើអ្វីទៀតនៅឯទិសសមរភូមិប្រាសាទព្រះវិហារនារសៀលថ្ងៃនេះផងដែរបើយើងក៏លេខទៅមើលនៅឯសមរភូមិអូភ្លុកដំរីវិញសៀមក៏បានធ្វើការវាយប្រហារដោយប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកផងដែរនៅវេលាម៉ោងប្រមាណជា 1:50 នាទីរហូតដល់ម៉ោង 2:19 នាទីពួកវាបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកកាន់អូភ្លុកដំរីជាច្រើនគ្រាប់ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ទៅដល់អាយុជីវិតចំពោះវីរៈកងទ័ពរបស់កម្ពុជាឡើយមកទល់ម៉ោង 7:03 រសៀលពួកវាបាននឹងកំពុងតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រស្រុកសំពៅលឿនខេត្តបាត់ដំបងជាច្រើនគ្រាប់ប៉ុន្តែក៏មិនបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងគ្រោះថ្នាក់ផងដែរអ្វីដែលថោកទាបបំផុតនោះពួកវាបានបាញ់កំទេចផ្ទះរបស់ប្រជាពលរដ្ឋដោយមិនញញើតដៃនេះចាត់ទុកថាគឺជាអំពើដ៏ថោកទាបជាទីបំផុតក្រោមស្នាដៃរបស់ចៅមកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិលកម្ពុជាដែលស្ថិតនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅវេលាម៉ោង 4:00 នាទីរសៀលថ្ងៃទី25ធ្នូក្រុមយោធាសៀមបានបាញ់កាំភ្លើងធំនិងកាំជ្រួចវង DTI-2 ចូលមកកាន់ភូមិសាស្ត្រព្រះវិហារភ្នំខ្មោចជាំតែគោល8និងបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំនិងដំណាក់ស្ដេចការប្រើប្រាស់កាំជ្រួចវង DTI-2 នេះគឺជាការរំលោភបំពានទៅលើច្បាប់អន្តរជាតិនិងការបំផ្លិចបំផ្លាញបង្កឲ្យមានវិនាសកម្មទ្រង់ទ្រាយធំប៉ុន្តែចំពោះទាហានចៅសៀមនេះវាមិនបានខ្លាចឲ្យញើសទៅនឹងច្បាប់អន្តរជាតិទេការចោទប្រកាន់និងលៀបពណ៌នានារបស់សៀមមកលើកម្ពុជាវាច្រើនហួសហេតុពេកហើយខណៈពេលដែល DTI-2 នេះសៀមធ្លាប់តែអះអាងថាទុកសម្រាប់ប្រើប្រាស់ដើម្បីការពារព្រំដែនរបស់ខ្លួនប៉ុន្តែពេលនេះពួកវាបានបាញ់ចូលមកកាន់ទីតាំងភូមិសាស្ត្រសមរភូមិក្រោយរបស់ប្រជាជនកម្ពុជាជាក់ស្ដែងតែម្ដងក្រៅពីនេះបានបង្កឲ្យមានការខូចខាតទៅដល់ទ្រព្យសម្បត្តិប្រជាជនស៊ីវិលរបស់កម្ពុជាយ៉ាងដំណំគិតត្រឹមម៉ោង 4:45 នាទីល្ងាចថ្ងៃទី25ខែធ្នូឆ្នាំ2025នេះនៅតាមបណ្ដាសមរភូមិមុខឯទិសបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារយោធាសៀមនៅតែបន្តបាញ់ប្លង់មួយចូលមកកាន់ដែនអធិបតេយ្យរបស់កម្ពុជាបងប្អូននេះគឺជាព្រឹត្តិការណ៍ដែលយើងធ្វើការសង្ខេបនៅចំណុចសំខាន់ប៉ុន្តែមានករណីសរុបគឺមានបន្ថែមទៀតដែលវាបានធ្វើការបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងនោះខ្ញុំសូមដកស្រង់ចេញពីការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិដែលទើបតែនឹងចុះផ្សាយនារាត្រីថ្ងៃទី25ខែធ្នូឆ្នាំ2025វេលាម៉ោង 8 យប់ទៅហើយសូមបងប្អូនស្ដាប់នៅការរៀបរាប់ដូចតទៅនៅក្នុងថ្ងៃទី25ខែធ្នូឆ្នាំ2025នេះបើយើងចាប់គិតតាំងពីម៉ោង 6:13 នាទីព្រឹកដល់ម៉ោង 15មានន័យថាម៉ោង 3:35 នាទីយោធាសៀមបានបាញ់ប្លង់ប្រមាណជា125គ្រាប់ទៅហើយចូលមកកាន់ភូមិសាស្ត្រភូមិព្រៃច័ន្ទបើចាប់គិតតាំងពីម៉ោង 7:00 នាទីដល់ម៉ោង 4:00 នាទីយោធាសៀមបានបាញ់ប្លង់ប្រមាណជា50គ្រាប់ចូលមកកាន់ភូមិសាស្ត្រស្រុកថ្មពួកបើយើងចាប់គិតតាំងពីម៉ោង 7:00 ដល់ម៉ោង 4:00 នាទីយោធាសៀមក៏បាញ់កាំភ្លើងធំចំនួន99គ្រាប់និងផ្សែងពុលព្រមទាំងបានប្រើប្រាស់ដ្រូនស៊ើបការហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចំនួន4លើកនៅក្នុងភូមិសាស្ត្រភូមិជោគជ័យបើយើងគិតចាប់ពីម៉ោង 9:58 នាទីព្រឹកដល់ម៉ោង 3:11 នាទីរសៀលថ្ងៃទី25ខែធ្នូឆ្នាំ2025នេះយោធាសៀមក៏បានបាញ់ប្លង់ប្រមាណជា50គ្រាប់ចូលមកកាន់ភូមិសាស្ត្រស្រុកសំពៅលូនខេត្តបាត់ដំបងហើយនៅវេលាម៉ោង 4:55 នាទីនេះកម្លាំងថ្មើរជើងរបស់យោធាសៀមអមដោយរថក្រោះនិងរថពាសដែកបានព្យាយាមរុលចូលភូមិសាស្ត្រចំការគោឃុំស្វាយជែកខេត្តបន្ទាយមានជ័យហើយគិតត្រឹមម៉ោង 7:40 នាទីនេះនៅឯថ្មដាមានសភាពស្ងប់ស្ងាត់បន្ទាយមានជ័យក៏រៀងស្ងាត់បន្តិចហើយនៅឯទិសប្រាសាទព្រះវិហារក៏រៀងស្ងាត់ប៉ុន្តែឥឡូវនេះនៅឯទិសតាមាន់វិញពួកវាក៏ចាប់ផ្ដើមធ្វើការបាញ់ប្លង់ចូលហើយបន្ទាប់ពីពួកគេបានស្ងាត់មុននេះបន្តិចបងប្អូនជនរួមជាតិប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសមានឈាមជ័រជាខ្មែរគណៈពេលសង្គ្រាមកំពុងតែក្តៅបែបនេះអ្នកដែលប្រឈមមុខខ្លាំងជាងគេគឺយោធារបស់កម្ពុជាសូមបងប្អូនបើកចិត្តបើកបេះដូងបន្ថែមទៀតដើម្បីផ្ដល់កម្លាំងចិត្តនិងកម្លាំងកាយទាំងកម្លាំងស្បៀងធ្វើយ៉ាងណាបញ្ជូនឲ្យដល់ដៃលោកឲ្យដល់មាត់លោកកំពុងតែត្រូវការពាក្យចាស់លោកថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយការយកជ័យជំនះនៅលើសឹកសង្គ្រាមមិនមែនពឹងផ្អែកតែទៅលើគ្រឿងសព្វាវុធទៅលើក្បួនយុទ្ធសាស្ត្រឬក៏ភាពអង់អាចក្លាហានតែមួយមុខទេយ៉ាងណាកម្លាំងធម៌ពលនៅក្នុងរាងកាយវាពិតជាមានសារៈសំខាន់បំផុតដូច្នេះស្បៀងដែលងាយស្រួលសម្រាប់ទុកតាមខ្លួននិងអាចផ្ដល់ធម៌ពលបានយូរទៅដល់វីរៈកងទ័ពយើងគួរតែត្រូវបានគិតគូរឲ្យបានម៉ត់ចត់ជាទីបំផុតឆ្លៀតឱកាសពេលនេះខ្ញុំបាទក៏សូមអរគុណទៅដល់សកម្មជនស្ម័គ្រចិត្តដែលលោកកំពុងតែយកចិត្តទុកដាក់និងបានលះបង់ទាំងកម្លាំងកាយចិត្តឬអាចដល់ថ្នាក់អាយុជីវិតទៀតផងដើម្បីដឹកជញ្ជូនស្បៀងទៅកាន់វីរៈកងទ័ពយើងនៅឯជួរមុខនៅឯកន្លែងដែលគេកំពុងតែបាញ់គ្នាតែម្ដងនេះបើនិយាយឲ្យស្រួលស្ដាប់ដូច្នេះសូមបងប្អូនប្រជាជនកម្ពុជាបន្តជួយគាំទ្រពួកគាត់បន្ថែមទៀតដើម្បីផ្ដល់ស្បៀងឲ្យដល់ពួកគាត់ឲ្យពួកគាត់មានកម្លាំងកំហែងនិងមានទឹកចិត្តមានស្មារតីអង់អាចក្លាហាននៅពេលដែលពួកគាត់ឃើញបងប្អូនជនជាតិខ្មែរយើងទាំងអស់គ្នាសាមគ្គីភាពផ្ដល់កម្លាំងចិត្តជាពិសេសបាននាំគ្នាផ្ដល់ស្បៀងអាហារទៅដល់ពួកគាត់ស្រស់គ្នាបែបនេះគាត់ច្បាស់ជាយល់ថាប្រជាជនកម្ពុជាយើងមិនបោះបង់គាត់ទេប្រជាជនកម្ពុជាយើងបាននឹងកំពុងតែប្រគៀកស្មារតីជាមួយនឹងវីរៈកងទ័ពដែរដូច្នេះទង្វើគឺជាលទ្ធផលដែលស្ដែងចេញអំពីសន្តានចិត្តយ៉ាងពិតប្រាកដសូមបងប្អូនចាប់ដើមធ្វើជាបន្តទៅតាមលទ្ធភាពទៅតាមធនធានទៅតាមសមត្ថភាពទៅតាមជំនាញទៅតាមលក្ខខណ្ឌអំណោយផលរបស់បងប្អូនទាំងអស់គ្នាទាហានគឺជាគោលដៅផ្ដល់ជំនួយដល់
ដំបងបំផុតមុនអ្វីៗទាំងអស់សូមបងប្អូនធ្វើការពិចារណាបើមានទោះខុសឆ្គងខន្តីអធិស្ឋានដល់ខ្ញុំបាទផងបងប្អូនជនរួមជាតិសម្រាប់ព័ត៌មានអាប់ដេតអំពីស្ថានភាពនៅឯជួរមុខសូមស្លេះត្រឹមតែប៉ុណ្ណេះចុះហើយខ្ញុំបាទនឹងបន្តធ្វើការអាប់ដេតបន្ថែមទៀតអំពីស្ថានភាពក្តៅនៅឯព្រំដែនថ្ងៃនេះគឺមានព្រឹត្តិការណ៍ជាច្រើនទៀតដែលបានកើតឡើងជាបន្តបន្ទាប់ទាំងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិក្តីសុទ្ធតែពាក់ព័ន្ធជាមួយនឹងស្ថានភាពសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជាទាំងអស់នៅក្នុងនោះមានដូចជាព័ត៌មានពាក់ព័ន្ធជាមួយនឹងក្រសួងការបរទេសឥណ្ឌាបានស្គាល់ទោសថៃបន្ទាប់ពីឈ្លានពានកម្ពុជាហើយកំទេចរូបសំណាកព្រហ្មញ្ញសាសនាហើយនៅក្នុងនោះថ្នាក់ដឹកនាំសាសនានៅកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយសូមឲ្យថ្នាក់ដឹកនាំនិងសាសនិកគោរពនិកាយសាសនានៅទូទាំងពិភពលោកអំពាវនាវឲ្យភាគីសៀមនេះបញ្ឈប់រាល់អំពើឈ្លានពានមកលើកម្ពុជាជាបន្ទាន់ហើយរឿងដែលគួរឲ្យរសើបនិងចម្រៃជាទីបំផុតនោះគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសៀមវាបានបង្កើតនៅរឿងជន់មីនបន្ថែមទៀតហើយដោយបងប្អូនបានដឹងហើយនៅតាមបណ្ដាញសង្គមក៏ដូចជាការអាប់ដេតព័ត៌មានរបស់ក្រសួងការពារជាតិផងដែរហើយនៅថ្ងៃទី25នេះសៀមវាបានបង្កើតនៅហេតុការណ៍មួយទៀតហើយករណីដែលទាហានរបស់សៀមបានជន់មីនដាច់ជើងម្ខាងខណៈពេលដែលកិច្ចប្រជុំ GBC បានធ្វើឡើងនៅឯព្រំដែនប្រទេសថៃនិងកម្ពុជាចាប់តាំងពីថ្ងៃទី24ម្សិលមិញរហូតទៅដល់លទ្ធផលចុងក្រោយគឺថ្ងៃទី27ខែធ្នូឆ្នាំ2025តែរឿងនេះត្រូវបានគេចាត់ទុកថាគឺជាល្បិចដ៏ស្មោករោគជាទីបំផុតដើម្បីចោទប្រកាន់កម្ពុជាទម្លាក់កំហុសលាពណ៌ឲ្យកម្ពុជាថាកម្ពុជាជាអ្នកដាក់មីនរំលោភច្បាប់អន្តរជាតិធ្វើឲ្យប៉ះពាល់ទៅលើសន្តិសុខរបស់យោធាសៀមទាំងនៅពេលនេះយោធាសៀមបើកការបាញ់ប្រហារយ៉ាងសាហាវមកលើប្រជាជនស៊ីវិលរបស់កម្ពុជាសៀមបែរជាបិទមាត់បិទត្រចៀកធ្វើមិនដឹងរឿងអ្វីទាំងអស់តើយុត្តិធម៌នៅឯណាប៉ុន្តែលទ្ធផលបែបណានោះយើងមិនទាន់អាចទូទាយក៏ដូចជាដឹងមុនទេយើងមានតែរងចាំមើលលទ្ធផលនៅថ្ងៃទី27ថាតើយោធាសៀមនឹងបញ្ឈប់សកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាដែរឬយ៉ាងណា